សួស្តីបងប្អូនអរគ្នាបាទពេលព្រឹកបាទហ្នឹងហើយនេះគឺជាផ្លូវលំបាទពីខាងភូមិគោកបល័យឆ្ពោះទៅកាន់ភូមិកពីងកស្វាយហ្នឹងហើយអរលោកពុកនៅតាមផ្លូវនេះខាងនេះមិនទាន់ជាសោមានភ្លៀងធ្លាក់ខ្លាំងប្រមាណទេបាទពេលព្រឹកបាទនេះគឺជាពេលព្រឹកបាទហ្នឹងហើយខាងតំបន់នេះអត់សោមានភ្លៀងធ្លាក់ទេបងប្អូនបាទធ្លាក់បានបាទដូចជា1មេបានស្មៅដើមឈើរុក្ខជាតិលឿនតែងទួយបាទហ្នឹងហើយហើយចាំមើលសកម្មភាពតាមផ្លូវទាំងអស់គ្នាថាផ្លូវយ៉ាងម៉េចទៅដល់ភូមិកពីងកស្វាយយ៉ាងម៉េចបាទហ្នឹងហើយនេះគឺជាផ្លូវលំចេញពីខាងគោកបន្លៃភូមិគោកបន្លៃអូចូលគោកបន្លៃទៅខាងកស្វាយហ្នឹងហើយកពីងកស្វាយពេលព្រឹកព្រលឹមម៉ោង6មើលទេសភាពវិលេទៅបាទមិនទាន់សូវជាមានស្មៅហើយដើមឈើលើសច្រើនប្រហែលនេះបាទដោយសារក្លៀងខ្សោយឆ្នាំនេះហើយបែកបងប្អូនមករយៈបាទអត់សបានចេញវីដេអូបាទជាស្រ័យឥឡូវនេះគឺយើងធ្វើត្រឡប់មកវិញហើយបាទមិនដែរខ្ញុំធ្វើដំណើរទៅធ្វើការផងបងប្អូនបងខ្ញុំឆ្លៀតថតទិដ្ឋភាពពេលព្រឹករលឹមបន្តិចបាទរៀងស្រស់ស្រាយបាទខ្យល់ត្រជាក់តិចតិចបាទលូហើយនេះស្រែស្រោកខាងតំបន់ខ្ញុំបាទហ្នឹងហើយនេះលូឆ្លងបាទប្រឡាយអូយយោស្រែមានតែអញ្ចឹងឯងបងប្អូនខែនេះគឺមិនទាន់ជាសូវមានភ្លៀងធ្លាក់មិនសូវជាមានអ្វីដែលខៀវខ្ចីទេបាទមានមួយនេះអូតំបន់នេះភូមិផ្ទះមុនហ្នឹងហើយស្រែខ្លះទៅជួកើទៅជួត្រាក់ត្រហើយនេះដើមចាធ្វើនំអាកោអូជែកដល់ជែកបាញ់បឹបបដល់ពេលចំការនេះដងស្រះបឹងមានមិត្តទៅយវ៉ាខ្លះដែរចាំមើលផ្ទះប្រជាពលរដ្ឋនៅខាងនេះបន្តិចបន្តួចបាទហើយខ្ញុំអត់សូវបានធ្វើវីដេអូយូរទេបាទដោយសារខ្ញុំប្រញាប់ទៅធ្វើការដែរថ្ងៃនេះអាចទៅមើលវីដេអូក្រោយៗខ្ញុំនឹងថតចែកម្លែកពុកម៉ែបងប្អូនឲ្យបានច្រើនជិតដល់ផ្លូវដែលយើងទៅកពីងកស្វាយបាទស្លឹកក្រៃល្អដែរតាលើសតាមលើមើលដងចាប់ដើមរីងទឹកលាក់ដែរបងប្អូនហើយនៅបងប្អូនស្ដាប់បានអត់ទេដាសាយសលេងខ្ញុំនៅកងូដាសាយធំតងខ្លះនៅទឹកមកប្រើគាត់សំហើយឆ្នាំនេះឃើញថាបងប្អូនគាត់អត់សូវហ៊ានដាំដំណាំស្រោចទឹកពេលផ្ដាស់ទេបាទដោយសារឆ្នាំនេះលៀងយើងរៀងខ្សត់ខ្សោយទៅអត់សូវហ៊ានស្រោចដំណាំបាទអត់សូវមានដំណាំដែលលើសខ្សែទេបើបងប្អូនគាត់មានដងគាត់អាចដាំដំណាំបានមានដងគេខួងអត់មានដងស្រះទេណាបាទកុំច្រឡំបងប្អូនគឺសាក់ដើមបេងបងប្អូនវាល្អលឹកតំបន់នេះគឺតំបន់ក្រោយវត្តភ្នំតូចហ្នឹងហើយកស្វាយភ្នំតូច
ณะคือยังหลังตกทางก็สวายพองกับปิงพองพรมทอมพองในไงยังอาจตกบานเป็นปรึกสวายเนาะเนาะเป็นปรึกยังเอาต้นตอมเมนเนี่ยใจหมกกระดาษมันโอ้ลานคมตามภูมิสงัดเรื่องเป็นกระไงมันก็